Even aspirant people 25នេះសំណាងបើកតែម្ដងបានស្គន lucky box បងប្អូនគ្នាគឺយើងអាចមើលក្នុងវីដេអូនឹងបានថាខ្ញុំបើកទៅបានស្គននេះគេអញ្ចឹងណាដល់កន្លែងនេះខ្ញុំថាបើកម្ដងដើម្បីយក discount 50% ជារៀងរាល់ថ្ងៃនៅគ្នាគាត់ឲ្យខ្ញុំចុចបើកភ្លាមនៅនេះគឺបាន skin lucky box របស់ Mati ណាខ្ញុំគាត់ថា skin នេះគឺជា skin ក្តីសម័យរបស់ player ច្រើនខ្លាំងមែនទែនចង់បាន skin Mati God Over ហ្នឹងសារតែ skin នេះគឺស្អាតហើយការចរន្តនោះគឺ Mati ល្បីទៀតប៉ុន្តែឥឡូវដោយសារតែរៀងស្ងាត់ទាំងតែសើល្បីដូចមុនទេតែយ៉ាងណាក៏យើងនៅតែហេអ្នកគ្នាបើកតែម្ដងបាន skin Mati lucky box ណាដល់ម្ដងនេះអ្នកគ្នាមិនថាបើកម្ដងឬក៏10ដងគឺបានតែ skin epic ហើយបានតែ skin ណាដែលយើងមានហើយតែទៀតណាទៅគឺឈឺចិត្តខ្លាំងមែនទែនតែសារនេះយើងហេយើងអីយ៉ាងទៅអ្នកគ្នាហើយអ្នកគ្នាខ្ញុំហេដោយសារអីគឺហេដោយសារយើងធ្វើការដាក់ពេជ្រនៅ Cryby Store ណាអញ្ចឹងបើសិនគ្នាយើងចង់ធ្វើការដាក់ពេជ្រយក full ticket 16 ticket ហ្នឹងអីអ្នកគ្នាអាចទៅដាក់ពេជ្រនៅ Cryby Store បានដោយវិធីក្នុងការដាក់ហ្នឹងគឺអ្នកគ្នាអាចចូលទៅដាក់តាម website ដែលខ្ញុំមានធ្វើការដាក់ link នៅក្នុង comment ខាងក្រោមហ្នឹងឬមួយក៏វិធីមួយទៀតអ្នកគ្នាអាចឆាតចូល page Cryby Store ប្រាប់ឲ្យគាត់ដាក់ឲ្យក៏បានដែរអ្នកគ្នានិយាយទៅវិធីពីរហ្នឹងយើងមានណាក៏បានដែរឥឡូវយើងមកនិយាយពីវីដេអូយើងវិញបន្តយើងធ្វើការបើកមកត្រហើយបានតែ skin lucky box មកទៀតហ្នឹងហើយអ្នកគ្នា10ត្រផ្សេងទៀតដែលខ្ញុំបើកនេះគឺអត់បានទេសោះបានតែ skin normal skin elite និង skin epic ដែលខ្ញុំមានហើយតែណាតែទោះយ៉ាងណាក៏ដោយអ្នកគ្នា even មុនហ្នឹងគឺនៅពេលណាដែលយើងធ្វើការបើកបាន skin តែវានឹងធ្វើការ convert ឬក៏បំលែងអា skin ទាំងអស់ហ្នឹងទៅជា fragment ហើយ fragment មួយហ្នឹងនៅពេលដែលវាគ្រប់30 fragment គឺវាស្មើនឹងមួយ ticket ណាអញ្ចឹងអ្នកគ្នាអាចទទួលបានមួយ ticket free បន្ទាប់ពីយើងធ្វើការបើកបាន skin តែអញ្ចឹងទៅឬមួយក៏ emote អីក៏ដោយទៅអត់ទៅរបស់តែគឺវាធ្វើការ convert ទៅជា fragment មួយហ្នឹងហើយ16 ticket មិញនេះគឺខ្ញុំបើកទាំងអស់ឥឡូវអ្នកគ្នាបើកទាំង16 ticket បូកជាមួយនឹងត្រផ្សេងទៀតហ្នឹងគឺខ្ញុំទទួលបានដល់ទៅ31ត្រអ្នកគ្នាប៉ុន្តែ31ត្រហ្នឹងគឺវាអត់សូវហេងដោយសារតែវាអត់ចូលប្រឡោះតែណាព្រោះខ្ញុំខំអស់អ្នកគ្នាអា2 bingo ដំបូងហ្នឹងអាគ្រាប់បានហ្នឹងគឺវាចូលអាប្រឡោះអាប្រអប់ចុងក្រោយហ្នឹង2ដងស្មានអាលើកចុងក្រោយហ្នឹងគឺវាចូលអាប្រអប់ហ្នឹងទៀតតែវាទៅលោតចូលអាកលិតប្រអប់ទី1នោះវិញអ្នកគ្នាគឺសយខ្លាំងមែនទែនហ្មងខ្ញុំថាចាយអស់ត្រឹមតែ30ត្របាន skin aspirant មួយបាត់ហើយប៉ុន្តែអីអ្នកគ្នាទោះជាណាក៏ដោយចាត់ទោះថាគេយើងរៀងហេអញ្ចឹងណាត្រឹមតែ ticket លើកទី1ណាគឺបានដល់ទៅ3គ្រាប់ bingo ណោះអញ្ចឹងយើងចាំតា free ticket លើកទី2ទៅគឺធានាថាបាន skin aspirant Nestle ហ្នឹងហ្មងអ្នកគ្នាអូឥឡូវទៅជួបអញ្ចឹងខ្ញុំភ្លេចប្រាប់គ្នាយើងណានៅពេលដែលគ្នាយើងធ្វើការ recharge diamond ដើម្បីយកធ្វើការបើកយក skin aspirant ហ្នឹងហើយគឺយើងកុំភ្លេចចូលទៅកន្លែងនេះកន្លែង special bonus នេះគឺគ្នាយើងអាចធ្វើការទៅ claim មកភ័ណ្ឌកន្លែងហ្នឹងដើម្បីដូរយករបស់ផ្សេងៗដូចជា order emote spawn effect ហើយជាពិសេសហ្នឹង elimination effect នេះគឺស្អាតខ្លាំងមែនតើណាគឺគ្នាយើងអាចទទួលបានវា free ទេឲ្យគ្នាយើងបុកពេជ្រច្រើនហើយមួយទៀតនោះគឺគ្នាយើងអាចមកមើលកន្លែង event នេះ team adventure នេះគឺជា team រៀនធ្វើការ invite គ្នាឲ្យครบ5នាក់ដើម្បីយើងលេងជាមួយគ្នាទៅសំភ័ណ្ឌហើយយើងបានអា ticket aspirant ហ្នឹងដល់តែ2 ticket ណាចឹងអ្នកគ្នាអាចចូលមក invite friend អ្នកគ្នាឲ្យបញ្ចូល team អ្នកគ្នាបានហើយយើងមើលទៅថាពីណាគេដែលអាសាលេង game ជាងគេដែលមកតាត់ online 7ថ្ងៃអញ្ចឹងណាហើយគាត់ចូល team យើងទៅគាត់ខុសទេដឹងតែទទួលបាន point ច្រើនហ្មងហើយអញ្ចឹងវីដេអូខ្ញុំហ្នឹងក៏មានតែប៉ុណ្្នឹងដែរគ្នាថ្ងៃស្អែកនេះខ្ញុំនឹងធ្វើការចេញវីដេអូនិយាយពី map ថ្មីដែលគេធ្វើការប្រតិបត្តិហ្នឹងណាដែលវាគឺជា map all star ហើយ event all star ចឹងទៅហើយវីដេអូរបស់យើងនឹងមានតែប៉ុណ្្នឹងទេបើសិនគ្នាយើងមានតម្រូវការចង់ជួលលេងវគ្គ tournament mode អីអ្នកគ្នាអាចតាក់ទងមក Telegram ខ្ញុំបានខ្ញុំនឹងធ្វើការតម្លាក់ link Telegram របស់ខ្ញុំហ្នឹងនៅក្នុង comment ខាងក្រោមអញ្ចឹងវីដេអូរបស់យើងនឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់